មនុស្សជាង100នាក់បានរលាយបាត់ពីលើផែនដីទាំងស្រុងគ្មានសាកសពគ្មានឈាមហើយគ្មានសញ្ញានៃការតស៊ូសំបីតែបន្តិចអ្វីដែលបន្សល់ទុកមានតែពាក្យអាត់កំបាំងមួយម៉ាត់ដែលគេឆ្លាក់នៅលើដើមឈើតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដរឿងរ៉ាវដ៏ចម្លែកមួយនេះបានកើតឡើងនៅក្នុងឆ្នាំ1587ជនជាតិអង់គ្លេសមួយក្រុមដែលមានបុរសស្ត្រីនិងកុមារសរុប115នាក់បានធ្វើដំណើរឆ្លងសមុទ្រមកតាំងទីលំនៅថ្មីនៅលើកោះរ៉ូអាណូកមិនយូរប៉ុន្មានមេដឹកនាំរបស់ពួកគេឈ្មោះចនវ៉ាយត្រូវបានបង្ខំចិត្តធ្វើដំណើរត្រឡប់ទៅប្រទេសអង់គ្លេសវិញដើម្បីនាំយកស្បៀងអាហារមកបន្ថែមប៉ុន្តែដោយសារតែសង្គ្រាមលោកត្រូវចំណាយពេលរហូតដល់3ឆ្នាំទើបអាចត្រឡប់មកវិញបាននៅពេលដែលលោកឈានជើងមកដល់កោះអ្វីទាំងអស់ប្រែជាស្ងាត់ជ្ងុំមនុស្សទាំង115នាក់បានបាត់ខ្លួនគ្មានសល់ផ្ទះសម្បែងត្រូវបានរុះរើយ៉ាងមានរបៀបហាក់ដូចជាពួកគេបានចាក់ចេញដោយស្ម័គ្រចិត្តហើយនៅលើដើមឈើមួយគេឃើញមានពាក្យដ៏ចម្លែកមួយត្រូវបានឆ្លាក់ថា Crow Athon តើ Crow Athon មានន័យអ្វីរហូតមកដល់សពថ្ងៃអ្នកវិទ្យាសាស្ត្រនិងអ្នកប្រវត្តិសាស្ត្របានបង្កើតទ្រឹស្ដីជាច្រើនអ្នកខ្លះជឿថាពួកគេអស់ស្បៀងហើយបានផ្លាស់ទីទៅរស់នៅជាមួយនឹងកុលសម្ព័ន្ធជនជាតិដើមអ្នកខ្លះទៀតគិតថាពួកគេត្រូវបានសម្លាប់ឬជួបគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរប៉ុន្តែគួរឲ្យសោកស្ដាយគ្មានទ្រឹស្ដីណាមានភស្តុតាងច្បាស់លាស់នោះឡើយរហូតមកដល់សពថ្ងៃវានៅតែជាអាថ៌កំបាំងដ៏ធំមួយក្នុងប្រវត្តិសាស្ត្រពិភពលោកចូលអ្នកទាំងអស់គ្នាវិញគិតថាពួកគេបាត់ខ្លួនទៅណាដែរខមមិនប្រាប់ខ្ញុំម្នាក់មួយផងហើយបើចូលចិត្តវីដេអូនេះកុំភ្លេច like និង subscribe ដើម្បីគាំទ្រខ្ញុំផងជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ